ខិតចំហយុវជនជូនចំពោះលោកពូឈុតវុធីអស់រយៈពេល14ឆ្នាំមកហើយដែលលោកពូបានលាចាកចេញពីពួកយើងទៅទាំងអយុត្តិធម៌ពួកយើងពិតជាសោកស្ដាយជាពន់ពេកក្នុងការបាត់បង់គំរូភាពដ៏សំខាន់បំផុតមួយរូបដែលតែងតែតស៊ូគ្រប់ឧបសគ្គក្នុងការការពារព្រៃឈើរហូតដល់ដង្ហើមចុងក្រោយលោកពូបានលាពួកយើងទៅអស់រយៈពេល14ឆ្នាំហើយលោកពូប្រហែលជាមិនបានដឹងអំពីស្ថានភាពនៃការបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាយើងទេព្រៃឈើនៅក្នុងប្រទេសកម្ពុជានៅតែបន្តសឹករិចរិលពីមួយថ្ងៃទៅមួយថ្ងៃយោងតាមទិន្នន័យផ្កាយរណបរបស់អង្គការឃ្លាំមើលព្រៃឈើសកលបានបង្ហាញថានៅឆ្នាំ2024នេះកម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន93,000ដែលស្មើនឹង1%នៃគម្របព្រៃឈើសរុបរបស់កម្ពុជាលើសពីនេះទៅទៀតក្នុងដែនជម្រកសត្វព្រៃឡង់ព្រៃឈើទំហំប្រមាណជាង9,000ហិកតាត្រូវបានបាត់បង់ដោយសារតែការសាងសង់ខ្សែបណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់ដែលវាត្រូវបានពុះជ្រៀកដែនជម្រកសត្វព្រៃនេះជាពីរដោយឡែកកាសែតម៉ុងកាបេបានរាយការណ៍អំពីផ្ទៃដីព្រៃឈើប្រមាណ7,000ហិកតាត្រូវបានគេកាប់ឆ្ការក្នុងដែនជម្រកសត្វព្រៃបឹងពែដោយក្នុងនោះផ្ទៃដីព្រៃខ្លះត្រូវបានគេកាប់ដើម្បីធ្វើចម្ការកៅស៊ូនិងស្វាយចន្ទីប៉ុន្តែលោកពូកុំបារម្ភអីក្រោយពីលោកពូលាចាកទៅនៅមានឈុតវិធីជំនាន់ក្រោយជាច្រើនអ្នកទៀតនៅតែបន្តខិតខំការពារព្រៃឈើដែលលោកពូស្រឡាញ់ស្មើនឹងជីវិតរបស់លោកពូទោះបីមានការគំរាមកំហែងនិងបំបត្តិសិទ្ធិសេរីភាពយ៉ាងណាក្តីក៏ពួកយើងមិនរុញរាក្នុងការបន្តសកម្មភាពនិងខ្វល់ខ្វាយពីព្រៃឈើដែរព្រោះពួកយើងមានលោកពូជាគំរូភាពដែលហ៊ានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការការពារព្រៃឈើនៃប្រទេសកម្ពុជាមួយនេះបណ្ដាញសហគមន៍ព្រៃព្រះរកានិងព្រៃឡង់បានបន្តសកម្មភាពដោយគ្មានការហត់នឿយដើម្បីការពារព្រៃឈើបើទោះបីជាពួកគាត់ត្រូវបានគេរារាំងហាមឃាត់មិនឲ្យចូលល្បាតព្រៃជារឿយៗក៏ដោយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះសកម្មជនបរិស្ថានចំនួន5រូបនៃចលនាមេដាធម្មជាតិដែលរួមមានលោកថនរដ្ឋាកញ្ញាឡុងពុន្ធាលោកលីចន្ទរាវុធកញ្ញាភួនកែវរស្មីនិងលោកយីមលៀងហ៊ីកំពុងត្រូវបានជាប់ពន្ធនាគារយ៉ាងសោកសង្រេងជាទីបំផុតពួកគាត់នៅទីនោះបានយកលោកពូជាគំរូភាពក្នុងការបំពេញការងាររបស់ខ្លួនលោកពូដឹងទេថាអស់រយៈពេល14ឆ្នាំនៃការបាត់បង់រូបលោកពូពួកយើងមិនដែលបំភ្លេចលោកពូម្ដងណាទេពួកយើងតែងតែដើរតាមគំរូភាពរបស់លោកពូគឺយើងបានទទួលមរតកការពារព្រៃឈើពីលោកពូដូចជាដើរល្បាតព្រៃដើម្បីទប់ស្កាត់បទល្មើសព្រៃឈើផ្សព្វផ្សាយអំពីការបំផ្លាញព្រៃឈើនិងព្យាយាមបណ្ដុះនូវគំនិតស្រឡាញ់ការពារព្រៃឈើដោយដែលលោកពូបានផ្ដល់ឲ្យពួកយើងលោកពូជាទីគោរពអើយពួកយើងពិតជានឹករលឹកលោកពូណាស់ព្រោះលោកពូជាវីរៈជនការពារព្រៃឈើដែលបានដាក់ជាប់នៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូបពួកយើងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយទាំងពួងសូមឲ្យលោកពូបានកើតជាខ្មែររហូត